បាទគ្រប់ជាសួរបងប្អូនអង្គភូមិទាំងអស់គ្នាបាទម៉ោង3ជាងឥឡូវមកដល់ក្រុងកញ្ចេះទៀតហើយបងប្អូនអង្គភូមិបាទស្ថានយោពីអ្នកបងសុផាតឥឡូវថ្ងៃនេះចេញដំណើរទៅខាងរតនគិរីទៅខាងកូនមុំបងប្អូនអង្គភូមិណាខេត្តរតនគិរីបាទនៅកូនមុំទទួលផងបាយទៅរតនគិរីមកបីតែឆ្ងាញ់ជាងគេបាទទទួលខ្ញុំពីអ្នកផងសម្រាប់ពេលហ្នឹងហើយបងប្អូនហ្នឹងហ្នឹងដូចជាសឡទេសឡមហូបប្រចាំនៅខាងរតនគិរីមានតឡពិសេសហ៎ឡពិសេសចាំរតនគិរីអត់ដែលទៅទឹកដីរតនគិរីទេបងប្អូនហើយទៅផ្សារនេះដល់ឥឡូវនេះល្វើយហើយប្រហែលថ្ងៃនេះដើរលេចដើរកើតចង់ផ្ដាសាយចូលខ្លួនល្វើយហើយឥឡូវទៅចេញដំណើរចេញពីត្បូងឃុំផុតមិញទេឥឡូវចូលដល់ទឹកដីកញ្ចេះហើយបងប្អូននេះឥឡូវដល់ផ្លូវធំហើយដល់ផ្លូវភ្លុះហើយទៅបងមាត់ហ្នឹងផ្លូវឡើងទៅអូបងមាត់នេះបាទហើយបងមកទឹកដីកញ្ចេះលើកទីម៉ានហើយច្រើនដងដែររកភ្លេចណាហើយអត់ច្បាស់ហើយអត់ស្គាល់ផ្លូវច្បាស់ហ្នឹងរកភ្លេចតែមកផ្លែបាទវាយូរបាទបងបាទតែបងប្អូនរបស់វិញទឹកដីកញ្ចេះថ្មនេះមិនរំដួលកញ្ចេះអូនដល់ឆ្ងាយក្រុងអីណាខ្ញុំមកថារំដួលខ្ញុំមកថារំដួលកញ្ចេះដល់ឆ្ងាយក្រុងប្រពន្ធសបងឥឡូវហ៎ខ្ញុំមកសផាតអត់អីទេតែខ្ញុំអត់បានទេបងប្អូនថ្ងៃនេះម៉ោងឥឡូវយើងទៅម៉ោង3ជាងទៀតតែអាកាសធាតុនៅខាងកញ្ចេះនេះខានមកយូរខែនេះវាស្តៀងទៅនឹងបងខ្ញុំដែរនៅកន្លែងតំបន់ផ្សេងៗក៏អញ្ចឹងដែរព្រោះខែនេះខែវាភ្លៀងមេឃទទុំរត់តែភ្លៀងធ្លាក់រហូតបងប្អូននេះឥឡូវមេឃទទុំហើយនៅមានពពកមានអីចៃដន្យអត់តន់ភ្លៀងទេបងប្អូនឥឡូវបងប្អូនអង្គភូមិនៅក្នុងស្រុកកៅទស្សនាទស្សនភាពទេសភាពនៅតាមផ្លូវភ្លោះនេះផ្លូវទៅខាងខ្ញុំចំណាំខាងកើតខ្ញុំហៅកើតទៅកើតទៅបាទនេះដំណាងខេត្តកញ្ចេះនេះដំណាងខេត្តកញ្ចេះមកវិញនេះមានផ្លាកយើងជិះពីខាងក្រោយវិញមើលអត់ដឹងថាពិតគេមានផ្លាកទៅនឹងដាក់ខេត្តកញ្ចេះហើយកន្លែងហាត់តាម៉ានេះមិនគ្រប់លើកផ្លាកមកញ៉ាំបងប្អូនហើយបងប្អូនអង្គភូមិបាទកុំភ្លេចតាមដានទស្សនាបន្តទៀតមានអីពិសេសអូខ្ញុំទៅឃើញស្លោប្រងអូនៅខាងរតនគិរីគេមានស្លោប្រងបងប្អូនគេដាក់នេះគេស្លោនៅក្នុងកំពង់រស័យបាទស្លោកំពង់រស័យបាទធ្វើតែថតតែឆ្ងាញ់ប៉ុណ្ណាបាទបងប្អូនទាំងអស់គ្នាដឹងអត់ថានៅខេត្តរតនគិរីមានម្ហូបអីប្រចាំតកូលពិសេសជាងនឹងជាងអីមិនហៅស្លោប្រងទៀតទេតើមានជួយប្រាប់ផងខមមិនមើលពួកខ្ញុំបាទស្ថានយូពីអ្នកបងផាតអត់ដែលបានទៅដល់ហើយក៏មិនសូវជាដឹងច្បាស់ប្រហែលដែរថាតកតនឹងខេត្តរតនគិរីមានអីពិសេសបងប្អូនជួយខមមិនវិញជួយប្រាប់វិញបាទឥឡូវលើកទី1ឲ្យខ្ញុំចាញ់ទៅដែរបាទនេះឥឡូវមកដល់វិទ្យាល័យអីខៅប៊ុនសុននេះមិញឈ្មោះស្អីដែរនៅខេត្តកញ្ចេះអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូនេះបានកាត់តច្រើនទេផុសឥឡូវឲ្យបងប្អូនបានទស្សនាមកក្នុងเพจរបស់ខ្ញុំបាទស្ថានយូអញ្ចឹងគ្រប់អរគុណច្រើនបងប្អូនអង្គភូមិទាំងអស់គ្នាទាំងនៅក្នុងស្រុកនិងក្រៅស្រុកដែលខំចំណាយពេលដ៏មានតម្លៃសម្រាប់ការតាមដានទស្សនាเพจរបស់ខ្ញុំបាទស្ថានយូផ្ទាល់ជូនពរបងប្អូនអង្គភូមិទាំងនៅក្នុងស្រុកនិងក្រៅស្រុករកទីទទួលទានមានបានទាំងអស់គ្នាបាទអរគុណបាទហេងបាទ